ជំរាបសួរបងប្អូននេះគឺជាបរិវេណនៅមុខប្រាសាទអង្គរវត្តបាទជាកន្លែងដែលត្រូវបានរៀបចំបាទយកជាទីតាំងដើម្បីរៀបចំដើម្បីប្រារព្ធពិធីអង្គរសង្ក្រាន្តនៅខាងមុខនេះបងប្អូនបាទហើយនៅកន្លែងក្នុងបរិវេណនេះគឺពោរពេញទៅដោយផ្ទះបាទម៉ូដផ្ទះបុរាណផ្ទះសេដ្ឋីបាទមានផ្ទះសេដ្ឋីមានផ្ទះកូនក្រមុំសេដ្ឋីបាទហើយនឹងមានផ្ទះអ្នកភូមិធម្មតាហើយមានតាំងពីសាលាភូមិសាលាឆាន់ហើយមានរចនាប័ទ្មមើលទៅគឺដូចជាព្រះវិហារសម័យបុរាណណាបងប្អូនបាទហើយខ្លងទ្វារច្រកចូលខាងមុខមើលទៅគឺស្អាតមែនទែនមានការតុបតែងដោយដើមឫស្សីណាបងប្អូនដើមឫស្សីហើយនឹងស្លឹកត្នោតបាទហើយចំពោះស្លឹកត្នោតហ្នឹងគឺយកស្លឹកត្នោតដែលស្រស់ពេលយកមកបាំងទៅវាបានប្រហែលជា2 3ថ្ងៃ4 5ថ្ងៃទៅវាចាប់ផ្ដើមងាប់សពូនហើយមើលទៅគឺពណ៌វាស្អាតម្យ៉ាងដែរណាបងប្អូនបាទហើយឃើញថាឥឡូវនេះក្រុមការងារកំពុងតែញាប់ដៃញាប់ជើងមែនទែនបងប្អូនដោយសារតែវាជិតដល់ហើយខ្វះតែ10ថ្ងៃទៀតទេបាទបើយើងគិតទៅគឺ10ថ្ងៃជាងទៀតទេនឹងដល់ថ្ងៃដែលប្រារព្ធពិធីអង្គរសង្ក្រាន្តហើយបាទហើយនៅបរិវេណខាងមុខនេះគឺមានប្រហែលជាមានការលេងល្បែងកម្សាន្តមានការកម្មវិធីផ្សេងបាទហើយឃើញមានការដាក់តាំងដូចជាក្អមឯធំមែនទែនបងបាទមានក្អមមានអីទៅយកមកដល់បាទហើយស្អែកខាងស្អែកអីទៀតហ្នឹងប្រហែលជាមានរបស់ប្លែកដែលយកមកដាក់តាំងបាទដាក់តាំងដើម្បីជាការទស្សនារបស់បងប្អូនមកពីទីជិតទីឆ្ងាយនឹងឯងបងប្អូនបាទហើយមើលទៅគឺប្លែកភ្នែកខ្លាំងមែនទែនហើយចំពោះកន្លែងផ្ទះអ្នកស្រុកអ្នកភូមិហ្នឹងគឺថាធ្វើពីស្លឹកត្នោតបាទប្រក់ដំបូលហ្នឹងគឺប្រក់ពីស្លឹកត្នោតស្លឹកអីនឹងឯងបងប្អូនហើយអ្វីដែលប្លែកភ្នែកជាងនៅទៅទៀតហ្នឹងគឺនៅខាងតាពាំងសេះបងប្អូនបាទនៅតាពាំងសេះហ្នឹងគឺថាមានការដើមឈើហ្នឹងគឺមានការតុបតែងដូចផ្ទះគេការអញ្ចឹងបងប្អូនបាទដូចគេតែងផ្ទះកូនក្រមុំមុនថ្ងៃរៀបការណាបាទហើយមើលទៅគឺស្រស់ស្អាតណាស់បងប្អូនមើលឃើញហើយដើមឈើគឺមានការរុំពណ៌ទៅដោយក្រណាត់ចម្រុះពណ៌បាទហើយមានទូកមានអីបាទទូកចាប់ផ្ដើមមកដល់ស្រះបដាហើយបាទស្រះហ្នឹងនៅមុខអង្គរវត្តចំនឹងឯងបាទគេហៅថាណាតាពាំងសេះបាទគេហៅតាពាំងសេះហ្នឹងបងប្អូនបាទចង់ផ្លេចឈ្មោះតាពាំងសេះបាទហើយឃើញថាមានកញ្ចោះមានមួកអីធំមែនតើរចនាប័ទ្មជាមួកខ្មែរយើងជាមួកដែលធ្វើពីស្លឹកត្នោតណាបងប្អូនហើយមកដុំកន្លែងនេះគឺមានកន្លែងគេលេងកីឡាក្នុងទឹកបាទប្រហែលជាអាចមានហែលទឹកឬក៏ជិះកង់ជិះអីធ្លាក់ទឹកអីចឹងទៅបាទគ្រាន់តែសម័យរូបភាពក៏សប្បាយដែរបងប្អូនបាទហ្នឹងហើយដូចឆ្នាំមុនដែលធ្លាប់ប្រារព្ធពិធីសង្គមសង្ក្រាន្តហ្នឹងគឺថាតែងតែមានភាពសប្បាយរីករាយខ្លាំងមែនទែនបាទហើយចំពោះបងប្អូនដែលអត់ដែលបានមកចូលរួមអង្គរសង្ក្រាន្តទេឬក៏ធ្លាប់មកហើយប្រហែលជាចង់មកទៀតហើយបាទឆ្នាំនេះហ្នឹងហើយនាំគ្នារៀបចំអស់ហើយទៅកក់សន្តាគារផ្ទះសំណាក់ហ្នឹងហើយមានកន្លែងគេងមានអីគ្រប់គ្រាន់ហើយឬក៏គេងជាមួយមិត្តភ័ក្តិបងប្អូនបាទហ្នឹងហើយអង្គរសង្ក្រាន្តឆ្នាំនេះគឺ